រៀងរាល់ពាក់កណ្ដាលអាធ្រាត្រស្ត្រីម្នាក់តែងតែថតរូបស្ទីលគេងរបស់នាងបង្ហោះបង្អួតនៅលើបណ្ដាញសង្គមនៅក្នុងរូបថតពស់ថ្លាន់មាសយៈនៅក្បែរនាងមើលទៅគួរឲ្យពេញចិត្តណាស់ប៉ុន្តែនាងនឹកស្មានមិនដល់ទាល់តែសោះថារូបថតមួយសន្លឹកនេះនឹងក្លាយជាកំណត់ត្រាដែលនាងខិតជិតនឹងសេចក្តីស្លាប់បំផុតស្ត្រីរូបនោះមានឈ្មោះថាចៅយានបានរៀបការជាមួយប្តីអស់រយៈពេល5ឆ្នាំហើយពួកគេបានចិញ្ចឹមពស់ថ្លាន់មាសយៈអាយុ5ឆ្នាំមួយក្បាលឈ្មោះថាអាជីនថ្មីនេះនាងបានរកឃើញរឿងចម្លែកមួយពីមុនអាជីនមិនសូវចូលចិត្តកម្រើកខ្លួនទេប៉ុន្តែប៉ុន្មានថ្ងៃនេះរៀងរាល់ពាក់កណ្ដាលអាធ្រាត្រវាតែងតែលឹបឡើងលើគ្រែហើយដេកផ្អឹបជាប់នឹងខ្លួននាងយ៉ាងណែនដំបងឡើយនាងមិនបានគិតច្រើនទេថែមទាំងមានអារម្មណ៍ថាផ្អែមល្ហែមទៀតផងហើយថែមទាំងបានថតរូបអាជីនដែលដេកនៅចុងគ្រែបង្ហោះទៅក្នុងបណ្ដាញសង្គមទៀតផងប៉ុន្តែភ្លាមបន្ទាប់ពីបង្ហោះរូបថតរួចនៅពាក់កណ្ដាលអាធ្រាត្រនោះទូរស័ព្ទរបស់នាងស្រាប់តែរោទឡើងយ៉ាងខ្លាំងអ្នកដែលខលមកគឺមិត្តភក្តិជាពេទ្យសត្វរបស់នាងឈ្មោះឡៅឈិនសំឡេងរបស់ឡៅឈិនមានភាពប្រញាប់ប្រញាល់ដូចជាស្រមោចនៅលើផ្ទះក្តៅអញ្ចឹងតែថ្មីនេះវាមិនព្រមស៊ីចំណីមែនទេចៅយានស្រឡាំងកាំងមួយសន្ទុះពេលគិតឡើងវិញគឺពិតមែនហើយអាជីនមិនព្រមស៊ីអ្វីសោះជិត1 ខែទៅហើយមិនថានាងបញ្ចុកកណ្ដូលឬទន្សាយទេវាមិនប៉ះពាល់តតែសោះនាងស្មានតែវាបដូររដូវទើបមិនសូវឃ្លានទើបមិនសូវចាប់អារម្មណ៍ប៉ុន្តែសម្ដីបន្ទាប់របស់ឡៅឈិនបានធ្វើឲ្យឈាមពេញខ្លួនរបស់នាងក៏ភ្លាមវាមិនស៊ីចំណីគឺដើម្បីសម្អាតក្រពះពោះវៀនរបស់វាដេកផ្អឹបជាប់នឹងខ្លួនឯងរាល់ថ្ងៃគឺដើម្បីវាស់ទំហំខ្លួនឯងវាកំពុងតែវាតម្លៃថាតើវាអាចលេបឯងទាំងមូលក្នុងមួយម៉ាត់បានដែរទេអញ្ចឹងមានន័យថាវាមិនមែនកំពុងមើលម្ចាស់ទេគឺវាកំពុងតែមើលសាច់មួយដុំសាច់ស្រស់មួយដុំដែលជិតធ្លាក់ចូលទៅក្នុងមាត់របស់វា5ឆ្នាំហើយកូនដែលខ្ញុំចិញ្ចឹមបីបាច់ដោយផ្ទាល់ដៃខ្ញុំស្មានតែវាស្រឡាញ់ខ្ញុំស្មានតែវាកំពុងតែសម្ដែងការស្រឡាញ់តែតាំងពីដើមរហូតមកដល់ពេលនេះវាគ្រាន់តែចាត់ទុកខ្ញុំជាចំណីប៉ុណ្ណោះអូនសម្លាញ់តើនរណាខលមកនឹងមានរឿងអីមែនទេហេតុអ្វីបានជាមុខស្លេកស្លាំងម្ល៉េះកុំប៉ះខ្ញុំអូនកើតអីហ្នឹងនិយាយរវើវីម្នាក់ឯងវាចង់ស៊ីខ្ញុំឡៅឈិនខលមកប្រាប់ថាវាកំពុងតែវាស់ទំហំខ្លួនខ្ញុំវាចង់ស៊ីខ្ញុំហើយស៊ូយ៉ានអូនប្រហែលជាមានសម្ពាធការងារខ្លាំងពេកហើយដឹងវាស់ស្អីទៅមិត្តរួមថ្នាក់និយាយបំភ្លើសទេអាជីនចិញ្ចឹមបាន5ឆ្នាំហើយនិស័យរបស់វាអូនមិនដឹងច្បាស់ទេអីមិនមែនទេវាជារឿងពិតបងជឿខ្ញុំទៅចៅយានវាពិតជាមិនធម្មតាមែនបានហើយអូនមើលទៅវាមិនល្អទេអីវាគឺដោយសារតែវាស្រឡាញ់អូនទើបវាដេកក្បែរអូនកុំបំភ័យខ្លួនឯងអីឆាប់គេងទៅស្អែកត្រូវទៅធ្វើការទៀតកុំគិតច្រើនពេកវាគ្រាន់តែជាសត្វធាតុតើវាយល់ដឹងអីទៅគាត់មិនខ្លាចទេហើយគាត់ក៏មិនជឿខ្ញុំដែរគាត់ប្រើកាយវិការស្និទ្ធស្នាលដើម្បីលួងលោមពស់យក្សដែលចង់ស៊ីខ្ញុំនេះមិនធម្មតាទេមិនធម្មតាខ្លាំងណាស់ប្រហែលជាអាជីនមិនមែនជាអ្នកប្រមាញ់តែម្នាក់ឯងទេប្តីរបស់ខ្ញុំគឺជាអ្នកសំគំនិតដ៏ត្រជាក់ស្រជុំរបស់វាប្តីរបស់ខ្ញុំបានបាត់បង់ការងារធ្វើការពី1 ឆ្នាំមុនហើយតែងតែនៅផ្ទះទំនេរការចំណាយទាំងអស់គឺពឹងផ្អែកលើខ្ញុំកាលពីកន្លះខែមុនគាត់បានយកឯកសារគ្រប់គ្រងហិរញ្ញវត្ថុមួយមកឲ្យខ្ញុំចុះហត្ថលេខាឯកសារនោះកាលនោះខ្ញុំមិនទាន់បានមើលឲ្យលម្អិតនៅឡើយទេនេះមិនមែនជាការគ្រប់គ្រងហិរញ្ញវត្ថុទេវាពិតជាមានបញ្ហាហើយការបរិច្ឆេទចូលជាធំមាននៃកិច្ចសន្យាគឺកាលពីកន្លះខែមុនគឺចំថ្ងៃទី3ដែលអាជីនចាប់ផ្ដើមមិនស៊ីចំណីនៅក្នុងប្រឡោះអ្នកទទួលផលគឺមានសរសេរឈ្មោះចៅយានហើយចំនួនទឹកប្រាក់ធានារ៉ាប់រងសំណងគ្រោះថ្នាក់គឺមានរហូតដល់10 លានហើយថែមទាំងមានបង្កាន់ដៃទិញទូទឹកកកខ្នាតធំមួយសន្លឹកទៀតផងការបរិច្ឆេទនៃការទិញគឺការពីម្មិញសោះគាត់បានរៀបចំគ្រប់យ៉ាងរួចរាល់អស់ហើយទិញទូទឹកកកដើម្បីធានាថាបន្ទាប់ពីអាជីនលេបខ្ញុំចូលទៅវាមានកន្លែងរំលាយអាហារដ៏ល្អឥតខ្ចោះពិតជាប្តីដែលចេះគិតគូរមែនពិតជាផែនការដ៏ល្អឥតខ្ចោះកុំស្លន់ស្លោស៊ូយ៉ានឯងមិនត្រូវស្លន់ស្លោឡើយបើស្លន់ស្លោគឺច្បាស់ជាស្លាប់មិនខានខ្ញុំត្រូវតែរត់គេចចេញពីទីនេះមុនពេលចៅយានដឹងថាខ្ញុំបានដឹងរឿងរ៉ាវទាំងអស់នេះឆាប់រត់ទៅខ្ញុំត្រូវតែប្រញាប់រត់គេចចេញពីកន្លែងខ្មោចលងនេះឲ្យលឿនអាឡូស៊ូយ៉ានយប់ជ្រៅម្លេះហើយមានរឿងអីមែនទេឡៅឈិនជួយខ្ញុំផងចៅយានគាត់ចង់សម្លាប់ខ្ញុំទូរស័ព្ទខលមិនចូលសោះតើនរណាកំពុងគោះទ្វារនឹងខ្ញុំធ្លាប់គិតចង់ប្តឹងប៉ូលីសដែរប៉ុន្តែបើប្រាប់ប៉ូលីសថាប្តីរបស់ខ្ញុំចង់ឲ្យពស់ថ្លាន់ចិញ្ចឹមរបស់ខ្ញុំស៊ីខ្ញុំតើពួកគេនឹងចាត់ទុកខ្ញុំជាមនុស្សឆ្កួតហើយបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិកលចរិតផ្ទាល់តែម្ដងទេឡៅឈិនតើមានរឿងអ្វីផ្សេងទៀតដែលមិនទាន់ដឹងទេសម្ដីរបស់អ្នកនៅក្នុងទូរស័ព្ទកាលនោះមិនមែនគ្រាន់តែឃើញពស់កំពុងវាស់ទំហំខ្លួនខ្ញុំនោះទេស៊ូយ៉ានមានរឿងមួយពីមុនខ្ញុំមិនហ៊ានប្រាប់ឯងទេចៅយានគាត់ម្នាក់ឯងមិនអាចធ្វើរឿងទាំងនេះបានទេអេរិយាបថរបស់អាជីនបែបនេះមិនមែនជាសភាពកិច្ចសត្វធម្មតាទេគឺវាត្រូវបានគេបង្ហាត់បង្រៀនការបង្ហាត់បែបនេះត្រូវការចំណេះដឹងជំនាញច្បាស់លាស់ណាស់ចៅយានម្នាក់ឯងគឺមិនអាចធ្វើបានជាដាច់ខាតហើយទូទឹកកកនោះគឺជាទូទឹកកកសីតុណ្ហភាពទាបខ្នាតធំសម្រាប់អាជីនវិញវាប្រៀបដូចជាបន្ទប់រំលាយអាហារនិងជាជំរកដ៏ល្អឥតខ្ចោះអញ្ចឹងមានន័យថាគាត់បានកញ្ញាគ្រប់យ៉ាងល្អិតល្អន់បំផុតតាមពិតទៅនេះមិនមែនជាការសម្លាប់ដើម្បីប្លន់ទ្រព្យសម្បត្តិជាបណ្ដោះអាសន្នទេនេះគឺជាការប្រមាញ់ដែលមានការរៀបចំទុកជាមុនចៅយានគាត់មិនមែនជាមនុស្សទេគាត់គឺជាបិសាចដែលមានគំនិតពិស្ពរបំផុតទូរស័ព្ទរបស់ចៅយានគាត់ដឹងខ្លួនហើយគាត់ដឹងថាខ្ញុំបាត់ខ្លួនហើយគាត់ច្បាស់ជាដឹងថាខ្ញុំសង្ស័យលើគាត់ហើយខ្ញុំមិនត្រូវស្លន់ស្លោឡើយខ្ញុំត្រូវតែប្រើល្បិចបបបញ្ឆោតដើម្បីតាក់ទាញពស់ឲ្យចេញពីរន្ធអាឡូបងសំឡាញ់តើអូនទៅណាហ្នឹង
ក្រុមហ៊ុនមានការងារបន្ទាន់បន្តិចត្រូវការឲ្យខ្ញុំមកដោះស្រាយភ្លាមឃើញបងគេងលក់ស្រួលទើបមិនបានដាស់បងសម្លាញ់ពេលនេះខ្ញុំនៅក្នុងការិយាល័យធ្វើការតើបងអាចជួយទិញអីញ៉ាំយកមកឲ្យខ្ញុំបានទេខ្ញុំចង់ញ៉ាំបបពងទាខ្សៅសាច់ជ្រូកចិញ្ច្រាំដែលបងធ្វើហើយជួយយកគំរូគ្រឿងអលង្ការបេះដូងសមុទ្រជ្រៅនៅក្នុងទូដែកមកជាមួយផងអតិថិជនចង់មើលបន្ទាន់បាទចាំបងបន្តិចគំរូគ្រឿងអលង្ការបេះដូងសមុទ្រជ្រៅគឺនៅក្នុងទូដែករបស់ជើយានបើគាត់ទៅយកគំរូនោះគាត់នឹងដឹងថាទូដែកត្រូវបានគេបើកដោយសារតែចរិតសង្ស័យនិងប្រុងប្រយ័ត្នរបស់គាត់ច្បាស់ជាអនុវត្តផែនការមុនកំណត់ដើម្បីសម្លាប់ខ្ញុំមុនអញ្ចឹងគាត់ច្បាស់ជាយកពស់មកជាមួយដើម្បីឲ្យពស់លេបអញផ្ទាល់តែម្ដងមែនទេមិនមែនទេដោយសារតែចរិតរបស់គាត់ច្បាស់ជាដាក់ថ្នាំពុលនៅក្នុងអាហារជាមុនសិនរួចសឹមឲ្យពស់លេបខ្ញុំដើម្បីកុំឲ្យមានការឆ្កាំឆ្គងល្អណាស់ខ្ញុំនឹងជួយឯងអរគុណការិយាល័យធ្វើការរបស់ខ្ញុំគឺស្ថិតនៅលើជាន់បង្អស់នៃផ្ទះវីឡាបែបបុរាណមួយខ្នងស្ងប់ស្ងាត់ហើយប្រព័ន្ធការពារសំឡេងក៏ល្អណាស់ដែរវាជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើសកម្មភាពអូនសម្លាញ់បងមកដល់ហើយឃើញអូនហត់នឿយណាស់ញ៉ាំបបរបន្តិចទៅកុំរំខានអីខ្ញុំទៅតែនឹកឃើញគំនិតច្នៃប្រឌិតល្អមួយកុំមករំខានខ្ញុំអីបាទអញ្ចឹងអូនធ្វើការសិនចុះបងដួសបបរឲ្យអូនអូមែនហើយអូនសម្លាញ់ទូដែករបស់បងមានរឿងអីមែនទេគ្មានអីទេសោទូដែកហាក់ដូចជាច្រេះចាប់បន្តិចពេលយកបេះដូងសមុទ្រជ្រៅគឺពិបាកបន្តិចហើយមកអូនសម្លាញ់ញ៉ាំបបរក្តៅសិនទៅនេះជាបបរដែលបងរងាស់ពេញមួយព្រឹកណាតើស្អីហ្នឹងអូអានឹងអាជីនកាពីយប់មិញប្លែកខ្លាំងណាស់វារករឿងរហូតបងក៏យកវាទៅឲ្យឡៅឈិនមើលបន្តិចទៅវាឃ្លានហើយគ្មានកម្លាំងកំហែងសោះមែនហើយអញ្ចឹងលែងវាចេញមកទៅកន្លែងនេះធំទូលាយឲ្យវាដកដង្ហើមស្រូបខ្យល់អាកាសខ្លះទៅល្អតើក្នុងពេលដែលអូននឹកវាហើយឲ្យវាចេញមកកំដរអូនទៅវាត្រៀមខ្លួនស៊ីចំណីហើយអូនមើលចុះវារំភើបចិត្តខ្លាំងណាស់ចើយានធានារ៉ាប់រងគ្រោះថ្នាក់ដែលបងបានទិញនោះអ្នកទទួលផលគឺជារូបបងមែនទេអូននិយាយពីអីហ្នឹងការត្រូវពូលេបចូលទៅពិតជាវិធីស្លាប់ដ៏ល្អបំផុតធ្វើបែបនេះបងនឹងទទួលបានប្រាក់ធានារ៉ាប់រង10លានអូនដឹងអស់ហើយមែនទេមើលទៅអ្នកដែលបើកទូដែកជាអូនមែនក្នុងពេលដែលអូនដឹងអស់ហើយបងរឹតតែមិនអាចទុកអូនឲ្យរស់បានទៀតឡើយអាជីនទៅកុំកំរើកឡៅឈិនឯងឈួតហើយមែនទេទៅងាប់ទៅឯងចេះដឹងរឿងគេខ្លាំងម្ល៉េះមិនទាន់ពេលទៅដណ្ដើមកាំភ្លើងទេទោះបីជាដណ្ដើមបានក៏ខ្ញុំមិនប្រកាសថាអាចឈ្នះគាត់ដែរខ្ញុំត្រូវការអាវុធដែលធំជាងនេះស៊ូយ៉ានឯងចាញ់ហើយតើឯងមានអីមកកស៊ូជាមួយយើងចៅយានតើបងដឹងទេថាសីតុណ្ហភាពរបស់នេះក្តៅប៉ុណ្ណា2000អង្សាសេវាអាចរំលាយដែកថែបឲ្យទៅជាទឹកក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះស៊ូយ៉ានស្រីឈួតឯងទៅងាប់ទៅកុំកំរើកពួកឯងស្មានតែធ្វើបែបនេះនឹងឈ្នះមែនទេយប់នេះពួកឯងកុំសង្ឃឹមថានឹងបានចាក់ចេញពីទីនេះឲ្យសោះអញ្ចឹងសាកមើលទៅ